ចាជំរាបសួរដល់អ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទចាខ្ញុំនឹងអាននៅព្រះគម្ពីរម៉ាថាយនៅជំពូក5ខ13រហូតដល់ខ16ខ13អ្នករាល់គ្នាជាអំបិលនៃផែនដីបើអំបិលបាត់ជាតិប្រៃហើយនោះតើនឹងយកអ្វីដើម្បីធ្វើឲ្យប្រៃឡើងវិញបានជារបស់គ្មានប្រយោជន៍ទៀតសោះមានតែបោះបង់ចោលទៅក្រៅឲ្យមនុស្សដើរជាន់ប៉ុណ្ណោះអ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ឯទីក្រុងណាដែលនៅលើភ្នំនោះលាក់មិនកំបាំងទេក៏គ្មានអ្នកណាអុជចង្កៀងយកទៅដាក់ក្រោមថាំងដែរគេតែងដាក់លើជើងចង្កៀងវិញនោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នាដូច្នេះចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោកទាំងនោះដែរដើម្បីឲ្យគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្តរួចសរសើរតម្កើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌សូមព្រះប្រទានពរ